dương và hai pi cả lư càng nghe 3D muối cái này nếu nhom bao file SketchUp nó bên nghe sửa bây giờ chiếng bên đây tha tẹt tơn cho muối nâng càng nghe lụm ắt tụi tụi nó không 3D á bất cả này dương giờ symbol rồi có dương từ lại SketchUp ví dụ chẳng cả này nó dương thơm mệtสำหรับกลุ่มโรงนี่คือยังช่วยnhiều đấy ប៉ុន្តែ យើង អាច ធ្វើ ការ ងារ មួយ គឺ យើង យក plugin ណា ដោយសារ នៅ ក្នុង 3D Max គឺ មាន plugin មួយ យើង ដូរ ជា ຂະຫນາດ cm មក ហើយ យើង អាច ធ្វើ ការ យក ទ្វារ នឹង មក បាន លឿន ណា មាន ន័យ ថា យើង គ្រាន់ តែ ចុច តែ មួយ ទៅ គឺ វា ដូរ ឲ្យ យើង ឬ ក៏ វា បង្កើត ជា 3D model ឲ្យ យើង ហ្មង ហើយ សម្រាប់ model ហ្នឹង យើង អាច ដូរ style ដូរ mode ដូរ ទំហំ បាន តាម ចិត្ត ណា ដោយសារ ករណី ហ្នឹង វា គឺជា ប្រភេទ system មាន ន័យ ថា យើង ចុច មក វា ដូរ តាក់ទងមួយដៃទ្វារតាក់ទងមួយទំហំទ្វារអីយើងអាចដូរតាមចិត្តបានឧទាហរណ៍ថាទ្វារនេះខ្ញុំយក1.6ម៉ែត្រចុះខ្ញុំវាយ160មកអញ្ចឹងយើងគ្រាន់តែចុច style ណាមួយមកវាដូរទំហំឲ្យយើងអូតូហើយកម្ពស់វាក៏ចឹងដូចគ្នាដែរឧទាហរណ៍ថាខ្ញុំដាក់3ម៉ែត្រដោយសារຂະຫນាតហ្នឹងគឺជាຂະຫນាតសង់ទីម៉ែត្រអញ្ចឹងយើងអាចវាយ300មកអញ្ចឹងគ្រាន់តែយើងចុចមកវាដូរទំហំដូរ style ដូរຂະຫນាតឲ្យយើងអញ្ចឹងណាអញ្ចឹងតាក់ទងមួយការងារ 3D ពេលខ្លះមានតិចនិចការងារដែរបើករណីយើងចង់តឡើងអីក៏បានដូចគ្នាគ្រាន់ថាពេលខ្លះវាចំណាយពេលយូរបើយើង add plugin ស្រាប់វាលឿនហើយសម្រាប់ការងារតិចនិច 3D មានច្រើននៅក្នុងវគ្គសិក្សា SketchUp ហ្នឹងមានន័យថាពេលដែលយើងរៀនតាក់ទងមួយការតឡើង 3D ហើយយើងយកគម្រោងជាក់ស្ដែងមកបរៀនសិស្សមួយទៀតនៅក្នុងគម្រោងមួយបើករណី render អ្នកទាំងអស់គ្នាចង់ប្រើកម្មវិធី DeFi ក៏បានកម្មវិធី Enscape ក៏បានដោយសារនៅក្នុងមុខងារកម្មវិធីមួយវាមានតិចនិចរៀងៗខ្លួនណាប៉ុន្តែវាមានលក្ខណៈល្អនិងលក្ខណៈគុណសម្បត្តិដូចគ្នាឧទាហរណ៍ថាបើករណីយើងប្រើកម្មវិធី DeFi វាមានបញ្ហាយើងពិបាកនៅក្នុងការយក symbol ដោយសារតែបើយើងចង់អត់ចំណាយលុយអញ្ចឹងណាតែបើករណីយើងប្រើកម្មវិធី Enscape គឺ free ទាំងអស់ហ្មងអញ្ចឹងមានន័យថានៅក្នុងការប្រើប្រាស់កម្មវិធីគឺវាអាស្រ័យលើតម្រូវការក៏ដូចជាតាក់ទងមួយការចំណាយដែរនៅក្នុង DeFi នៅក្នុងមេរៀនរបស់យើង DeFi មួយគឺយើងបង្ហាញពីកម្រិត Master ប៉ុន្តែវាទាមទារឲ្យអ្នកទាំងអស់គ្នាមាន account Pro អញ្ចឹងបើករណីយើងអត់មាន account Pro យើងត្រូវច្នៃហើយនៅក្នុងមេរៀន DeFi កម្រិត Master ដែលយើងបានបរៀនហ្នឹងគឺតាក់ទងមួយការធ្វើវីដេអូ animation អីផ្សេងៗគឺយើងបង្ហាញទាំងអស់អញ្ចឹងណាហើយសម្រាប់វីដេអូដែលយើងបង្ហាញគឺយើងព្យាយាមបញ្យល់សិស្សដែលគាត់ចង់រៀនជំនាញឲ្យគាត់មើលតាក់ទងមួយការងារបច្ចេកទេសក៏ដូចជាចង់រៀនជាមួយនឹងសាលាណាមួយដែលគាត់មានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការបង្ហាញតាក់ទងជាមួយនឹងការធ្វើ 3D ការងារបច្ចេកទេស 2D អីផ្សេងៗគឺយើងតែងតែព្យាយាមបញ្យល់ពួកគាត់ឲ្យយល់អញ្ចឹងណាហើយសម្រាប់មេរៀនមួយដែលយើងនិយាយពីកម្រិត Master ហ្នឹងមានន័យថាតាក់ទងមួយការរៀនកម្រិត Master គឺយើងត្រូវយល់ពីការងារស៊ីជម្រៅឧទាហរណ៍ថានៅក្នុងមេរៀន DeFi ឬក៏មេរៀន DeFi ដែលខ្ញុំពោលបើកបង្ហាញអ្នកទាំងអស់គ្នានេះចឹងនៅក្នុងករណីហ្នឹងយើងរៀនកម្រិត Master មានន័យថាយើងរៀនយល់ពី tool ទាំងអស់ចាប់ផ្ដើមពីណាទៅណាហើយបន្ទាប់មកពេលដែលយើងយល់ពី tool ហើយយើងយល់ពីការងារបច្ចេកទេសតិចនិចធ្វើ 3D មិនអីមិនចឹងណាចឹងសម្រាប់ខាងយើងគឺយើងព្យាយាមបញ្យល់សិស្សក៏ដូចជាអ្នកដែលគាត់ចង់រៀនជំនាញអីផ្សេងៗហើយសម្រាប់វីដេអូចែកម្លែកគឺយើងមានប៉ុណ្ណឹង